Đầm lái miết lệ cho huynh bật tạch háo như không bật ní. Rôn số đấy cái đôi chụp riệp số đó bốc mẹ bong bồn ở khía. Nếu không video ní khi mà thôi ca update nơi đầm lái miết cái đôi chụp đầm lái pra nơi bật ngay tim mà phải bấy hai mươi thôn á năm pipon mà phải bồng mùi. Chẳng tế bà xin cho bong bồn cho chặt video bài ní cái đôi chụp trong tam đan nơi đầm lái miết cái đôi chụp đầm lái pra chỉ riêng rót ngay. Xong bong bồn chui subscribe YouTube channel rồi bọc nhóm. Vì pro thật nhóm mừng một thôi video đam bay thôi ca update nơi đầm lái miết cái đôi chụp đầm lái pra chỉ riêng rót ngay tại mà đòn bạc. សម្រាប់ព្រឹកនេះផងដែរតម្លៃមាសបានធ្វើការធ្លាក់ចុះវិញបន្តិចហើយឬក៏មានការផ្លាស់ទីជាលក្ខណៈ sideways down ហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺមាសស្ថិតនៅក្នុងតម្លៃ $4,189 ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង $5,046 ក្នុង1តម្លឹងឬស្មើនឹង $504 ក្នុង1ជីផងដែរបាទចំណែកឯប្រាក់វិញតម្លៃប្រាក់ក៏បានធ្វើការធ្លាក់ចុះមកវិញបន្តិចផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ $64 ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង $77 ក្នុង1តម្លឹងឬស្មើនឹង $7.7 ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមនោះគឺស្មើនឹង $2,056 ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមកតាមដានថាតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅតែបន្តធ្វើការធ្លាក់ចុះបន្ថែមទៀតឬក៏មានការផ្លាស់ទីជាលក្ខណៈ sideways ឬក៏មានការងើបឡើងមកវិញខ្លះហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនអ្នកគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនអ្នកគ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយបងប្អូនចូលចិត្តវីដេអូបែបនេះសូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតក៏បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់ឬក៏ការយល់ឃើញបែបណាទាក់ទងនឹងការផ្លាស់ទីក៏ដូចជាការឡើងចុះនៃតម្លៃមាសសូមបងប្អូនជួយ comment ចែករំលែកនៅក្នុងវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនអ្នកគ្នាជួបគ្នានៅក្នុងវីដេអូក្រោយជម្រាបលាបាទ